ប្រជាពលរដ្ឋសៀមមានការផ្ទុះកំហឹងយ៉ាងខ្លាំងអានុទីនកំពុងតែរងសម្ពាធយ៉ាងធ្ងន់ធ្ងរខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងសៀមជាមួយនឹងម៉ាឡេស៊ីកំពុងតែកើនកម្ដៅជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្ថានភាពមួយនៅភាគខាងត្បូងរបស់ប្រទេសសៀមកំពុងក្លាយទៅជាបញ្ហានយោបាយនិងសេដ្ឋកិច្ចដ៏ក្តៅគគុកមួយដែលធ្វើឲ្យប្រជាពលរដ្ឋសៀមយ៉ាងច្រើនកំពុងផ្ទុះការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលមូលហេតុគឺដោយសារតែការសម្រេចចិត្តរបស់ទីក្រុងបាងកកនៅក្នុងការហាមឃាត់ការនាំចូលត្រីឆ្ពង់ពីប្រទេសម៉ាឡេស៊ីបាននាំឲ្យភាគីម៉ាឡេស៊ីចាប់ផ្ដើមចាត់វិធានការតបតភ្លាមៗដែលបិទទីផ្សារបង្គារបស់សៀមមួយផ្នែកអ្វីដែលធ្វើឲ្យស្ថានភាពកាន់តែក្តៅខ្លាំងនោះគឺអ្នកដែលកំពុងរងផលប៉ះពាល់ខ្លាំងជាងគេមិនមែនជាអ្នកនយោបាយទេប៉ុន្តែគឺជាកសិករនិងអ្នកចិញ្ចឹមបង្គារាប់ម៉ឺនគ្រួសារដែលកំពុងមើលឃើញអំពីចំណូលរបស់ពួកគេប្រឈមនឹងការដួលរលំសំណួរដែលកំពុងតែផ្ទុះឡើងនៅក្នុងសង្គមនៃប្រទេសសៀមនោះគឺតើការសម្រេចចិត្តរបស់រដ្ឋាភិបាលសៀមមានតម្លៃស្មើទៅនឹងការខូចខាតរបស់ប្រជាពលរដ្ឋសៀមដែរឬទេបើយោងទៅតាមព័ត៌មានជាផ្លូវការរបស់បាងកកពោបានលើកមកសរសេរថាការប៉ះទង្គិចផ្នែកពាណិជ្ជកម្មនេះបានចាប់ផ្ដើមក្រោយពេលដែលអាជ្ញាធររបស់ប្រទេសសៀមគឺនាយករដ្ឋមន្ត្រីសៀមអនុទីនច័ន្ទវីរកុលបានហាមឃាត់ការនាំចូលត្រីឆ្ពង់ពីប្រទេសម៉ាឡេស៊ីដោយបានអះអាងថាបានរកឃើញសារធាតុគីមីមួយចំនួននៅក្នុងផលិតផលទាំងនោះប៉ុន្តែទីក្រុងកូឡាឡាំពូមិនបាននៅស្ងៀមនោះទេក្នុងរយៈពេលដ៏ខ្លីបំផុតម៉ាឡេស៊ីបានប្រកាសវិធានការតបតវិញភ្លាមតែម្ដងដោយបានហាមឃាត់ការនាំចូលបង្គាពីប្រទេសសៀមចំនួន4ប្រភេទការឆ្លើយតបនេះបានធ្វើឲ្យអ្នកវិភាគជាច្រើនចាត់ទុកថាវាគឺជាសញ្ញាណបង្ហាញអំពីភាពតានតឹងថ្មីមួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរពីបញ្ហាត្រីឆ្ពង់មួយមុខបានរីករាលដាលទៅដល់វិបត្តិដែលប៉ះពាល់ទៅដល់ឧស្សាហកម្មបង្គាទាំងមូលរបស់ប្រទេសសៀមនៅភាគខាងត្បូងនៃប្រទេសសៀមដែលជាតំបន់ផលិតបង្គាដ៏ធំបំផុតប្រជាពលរដ្ឋជាច្រើនបានបង្ហាញការខឹងសម្បារនិងការព្រួយបារម្ភកាន់តែខ្លាំងឡើងអ្នកចិញ្ចឹមបង្គាជាច្រើននិយាយថាពួកគេមិនអាចទទួលយកបានដែលចំនួនរវាងរដ្ឋាភិបាលទាំងពីរត្រូវបញ្ចប់ដោយឲ្យប្រជាពលរដ្ឋជាអ្នកចេញថ្លៃចំនួននោះទេសម្រាប់ពួកគេម៉ាឡេស៊ីមិនមែនគ្រាន់តែជាប្រទេសជិតខាងប៉ុណ្ណោះទេប៉ុន្តែវាគឺជាទីផ្សារដ៏សំខាន់ដែលជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋសៀមរាប់ពាន់គ្រួសារពេលទីផ្សារនេះត្រូវបានបិទភាពភ័យខ្លាចក៏ចាប់ផ្ដើមកើនឡើងតើបង្គាដែលផលិតបាននឹងលក់ទៅណាតើតម្លៃបង្គានឹងធ្លាក់ចុះដែរឬទេហើយតើអ្នកចិញ្ចឹមបង្គាអាចនឹងរស់រានមានជីវិតនៅក្នុងស្ថានភាពបែបនេះបានយូរប៉ុណ្ណាលោកព្រីឆាសុកកាសេមអនុប្រធានសមាគមបង្គារបស់ប្រទេសសៀមបានទទួលស្គាល់ថាវិធានការរបស់ម៉ាឡេស៊ីកំពុងជះឥទ្ធិពលដោយផ្ទាល់ទៅលើកសិករភាគខាងត្បូងនៃប្រទេសសៀមការនាំចេញដែលធ្លាប់ដំណើរការជាធម្មតាពេលនេះកំពុងជួបទៅនឹងភាពមិនច្បាស់លាស់ដោយសម្រាប់អ្នកផលិតជាច្រើនការមិនច្បាស់លាស់នេះគឺជាគ្រោះថ្នាក់មិនចាញ់ការខាតបង់ដោយផ្ទាល់នោះទេអ្វីដែលកាន់តែធ្វើឲ្យមានសម្ពាធទៅលើរដ្ឋាភិបាលកើនឡើងគឺការចេញមុខរិះគន់ពីអ្នកនយោបាយនៅក្នុងតំបន់ផ្ទាល់សមាជិកសភានៅក្នុងខេត្តសង្ខ្លារបស់ប្រទេសសៀមបានអំពាវនាវឲ្យរដ្ឋាភិបាលចាប់ផ្ដើមសកម្មភាពជាបន្ទាន់សាររបស់លោកគឺច្បាស់ថារដ្ឋាភិបាលមិនអាចនៅស្ងៀមមើលវិស័យបង្គារងការខូចខាតបានទៀតនោះទេលោកបានទាមទារឲ្យនាយករដ្ឋមន្ត្រីសៀមអនុទីនចូលដោះស្រាយបញ្ហានេះដោយផ្ទាល់និងបើកការចរចាជាបន្ទាន់ជាមួយនឹងម៉ាឡេស៊ីនៅពីក្រោយវិវាទនេះគឺជាទំហំសេដ្ឋកិច្ចដ៏ធំជារៀងរាល់ឆ្នាំសៀមបាននាំចេញបង្គាទៅកាន់ប្រទេសម៉ាឡេស៊ីចន្លោះពី 15,000 ទៅ 25,000 តោនបើគិតជាទំហំទឹកប្រាក់វាអាចនឹងមានតម្លៃចន្លោះពី60ទៅ90លានដុល្លារសហរដ្ឋអាមេរិកនេះមានន័យថារាល់ថ្ងៃដែលចំនួននេះបន្តអូសបន្លាយវាគឺជាការខាតបង់ហើយក៏កំពុងកើនឡើងដូចគ្នាពេលនេះសំណួរដ៏ធំមួយកំពុងលេចឡើងនៅក្នុងសង្គមនៃប្រទេសសៀមគឺតើរដ្ឋាភិបាលបានគិតគូរគ្រប់ជ្រុងជ្រោយហើយឬនៅមុននឹងចាប់ផ្ដើមចាត់វិធានការប្រឆាំងនឹងម៉ាឡេស៊ីព្រោះជាក់ស្ដែងការវាយបករបស់ម៉ាឡេស៊ីបានធ្វើឲ្យអ្នកដែលរងគ្រោះមុនគេគឺជាប្រជាពលរដ្ឋសៀមខ្លួនឯងហើយប្រសិនបើភាគីទាំងពីរមិនអាចរកដំណោះស្រាយបានទេចំនួននេះអាចនឹងក្លាយទៅជាសង្គ្រាមពាណិជ្ជកម្មតូចមួយដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសសៀមនិងម៉ាឡេស៊ីកាន់តែមានភាពតានតឹងជាងមុនសរុបមកវិធានការនៃការហាមឃាត់ត្រីឆ្ពង់របស់ម៉ាឡេស៊ី
ដែលចាប់ផ្ដើមដោយភាគីសៀមបានបង្កទៅជាការវាយប្រហារមកវិញពីទីក្រុងកូឡាឡាំពួរយ៉ាងឆាប់រហ័សលទ្ធផលគឺអ្នកចិញ្ចឹមបង្គារបស់ប្រទេសសៀមកំពុងរងផលប៉ះពាល់ធ្ងន់ជាងគេខណៈដែលប្រជាពលរដ្ឋនៅភាគខាងត្បូងកំពុងបង្កើនសម្ពាធទៅដល់រដ្ឋាភិបាលនិងទាមទារឲ្យលោកអនុทิនដោះស្រាយបញ្ហានេះជាបន្ទាន់ពេលនេះក្រសែភ្នែករបស់អ្នកចិញ្ចឹមបង្គារាប់ម៉ឺននាក់កំពុងសម្លឹងទៅទីក្រុងបាងកកពួកគេចង់ឃើញដំណោះស្រាយមិនមែនប្រឈមមុខដាក់គ្នាបន្ថែមទៀតនោះទេតើអនុทิននឹងអាចបន្ធូរបន្ថយភាពតានតឹងជាមួយនឹងម៉ាឡេស៊ីបានដែរឬទេឬវិបត្តិនេះវានឹងក្លាយទៅជាបញ្ហានយោបាយថ្មីមួយដែលធ្វើឲ្យរដ្ឋាភិបាលសៀមរងសម្ពាធកាន់តែខ្លាំងយ៉ាងណាយើងនឹងរងចាំមើលជាបន្តទៀតផងដែរថាតើវាអាចនឹងមានកំហឹងនិងផ្ទុះជាសង្គ្រាមកាន់តែធ្ងន់ធ្ងររវាងសង្គ្រាមសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរដែរឬទេអ្វីដែលខ្ញុំចង់ឃើញនៅពេលនេះគឺចង់ឲ្យសៀមនឹងមានការបិទច្រកព្រំដែនជាមួយនឹងម៉ាឡេស៊ីបន្ថែមទៀតហើយនឹងមានចំនួនធ្ងន់ធ្ងរជាមួយនឹងម៉ាឡេស៊ីបន្ថែមទៀតដែលជារឿងមួយល្អយើងចង់ឃើញប្រទេសសៀមរងនៅការបិទគប់និងរងនៅសម្ពាធពីគ្រប់ទិសទីយើងចង់ឃើញសៀមវិនិច្ឆ័យ